ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺខ្ញុំមក review ពាក់ព័ន្ធជាមួយនឹងលាអាងធម្មជាតិបាទដែលស្ថិតនៅលើភ្នំចាស់បងប្អូននេះគឺជាថ្មដែលដុសខាត់ដាច់រាប់សិបឆ្នាំរាប់សិបលានឆ្នាំបង្កើតបានទៅជាលាអាងភ្នំបាទហើយនៅខាងលើនិយាយចំថ្មដែលមានជាលាអាងឬក៏ដុំជាប់គ្នាគឺមានប្រភេទដើមដំបងយក្សនេះខ្ញុំតែចំណាំមើលដូចនៅខាងកំពង់ឆ្នាំងក៏មានដើមដំបងយក្សនឹងច្រើនដែរហើយក្រណាយនឹងថ្មប្រភេទនេះវាដូចផ្កាថ្មនៅក្នុងសមុទ្រចឹងបាទដូចគ្នាទិដ្ឋភាពរូបរាងការឆ្លាក់សម្បុរកាឡានេះដាច់ដូចគ្នាចឹងថ្មនេះគឺដាច់បេះប្រេះធ្លាក់ជាដុំបាទហើយក៏កើតទៅជាលាអាងនៅខាងក្រោមបាទលាអាងនៅខាងក្រោមនេះដោយសារខ្ញុំបានយកពិលមកបាទនៅខាងក្រោមឡើងត្រជាក់ណាឡើងត្រជាក់នេះគឺជាសំណឹកខាងក្នុងដោយសារខ្ញុំបានយកពិលមកដូច្នេះយើង review ទៅជាមិនសូវច្បាស់